ជ្រក់តាពាំងភាគច្រើនបងប្អូនគិតថាពិបាកក្នុងការធ្វើតែតាមការពិតងាយស្រួលធ្វើខ្លាំងមែនតើជាពិសេសយើងធ្វើម្ដងអាចទុកញ៉ាំបានរាប់ខែណោះបងប្អូនហើយបើបានញ៉ាំជាមួយត្រីអាំងឬក៏ត្រីចៀនអញ្ចឹងទៀតនិយាយពីថាចាប់ជាតិគ្នាល្អខ្លាំងមែនតើតែម្ដងបងប្អូនជាពិសេសសាច់តាពាំងនៅពេលដែលយើងញ៉ាំទៅឡើងផ្អែមស្រួយឆ្ងាញ់ខ្លាំងមែនតើតែម្ដងហើយសម្រាប់ថ្ងៃនេះដែរនាងខ្ញុំនឹងចែករំលែកពីរបៀបធ្វើជ្រក់តាពាំងឲ្យមានរសជាតិឆ្ងាញ់ហើយសំខាន់ណាទុកញ៉ាំបានយូរទៀតផងបងប្អូនឥឡូវដើម្បីកុំឲ្យរងចាំយូរតាចូលទៅមើលពីវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាដំបូងយើងមកលាយទឹកត្រីសម្រាប់ធ្វើជ្រក់តាពាំងជាមុនសិននាងខ្ញុំដាក់ទឹកត្រី1កូនចានកន្លះស្ករស1កូនចានកន្លះប៊ីចេង2ស្លាបព្រាកាហ្វេម្ទេសនិងខ្ទឹមយកទៅកិនឲ្យម៉ត់សម្រាប់ម្ទេសបងប្អូនដាក់តាមការចូលចិត្តសម្រាប់ជ្រក់តាពាំងបើបងប្អូនចង់ទុកធ្វើញ៉ាំបានយូរថ្ងៃបងប្អូនត្រូវយកម្ទេសទៅស្ងោរជាមុនសិនតែបើបងប្អូនចង់ដាក់ម្ទេសស្រស់ក៏បានដែរបងប្អូនតែយើងទុកញ៉ាំអត់បានយូរដូចយើងយកម្ទេសទៅស្ងោរទេបងប្អូនហើយសម្រាប់ជ្រក់តាពាំងនេះដែរនាងខ្ញុំដាក់ទឹកខ្មេះដើម្បីឲ្យតាពាំងជ្រក់របស់យើងស្រួយឆ្ងាញ់បងប្អូនបន្ទាប់មកយើងកូរឲ្យគ្រឿងទាំងអស់ហ្នឹងរលាយចូលគ្នាបានល្អបន្តិចសិនទើបយើងចាក់តាពាំងចូលតែម្ដងបន្ទាប់ពីយើងចាក់តាពាំងចូលរួចរាល់ហើយយើងកូរច្បល់ឲ្យតាពាំងចូលជាតិជាមួយនឹងគ្រឿងរបស់យើងបន្ទាប់ពីយើងកូរច្បល់បានមួយសន្ទុះឃើញថាតាពាំងរបស់យើងចូលជាតិជាមួយនឹងគ្រឿងបានល្អខ្លាំងមែនតើរួចយើងភ្លក់តាមការចូលចិត្តហើយសម្រាប់ជ្រក់តាពាំងនេះដែរមានរសជាតិជូរអែមហិលនិយាយទៅគឺរសជាតិបែបដិតតែម្ដងបងប្អូនជាពិសេសយើងយកទៅញ៉ាំជាមួយត្រីអាំងឬក៏ត្រីចៀនឬក៏ត្រីឆ្អើរអីនិយាយពីថាអូយចាប់ជាតិគ្នាល្អខ្លាំងមែនតើបន្ទាប់មកយើងញាត់ដាក់កឡរួចដាក់ចូលក្នុងទូទឹកកកទុកញ៉ាំបានយូរខ្លាំងមែនតើតែម្ដងហើយបើនិយាយពីរឿងរសជាតិវិញនាងខ្ញុំធានាឲ្យតែម្ដងបងប្អូនហើយសម្រាប់ជ្រក់តាពាំងនេះដែរបងប្អូនយើងធ្វើឲ្យភ្លាមយើងអាចញ៉ាំភ្លាមតែម្ដងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ